ឥឡូវនេះបើសិនជាបងៗទាំងអស់គ្នាចង់ដាក់អក្សរកម្មបែបនេះលើវីដេអូរបស់យើងផ្ទាល់ហ្មងអញ្ចឹងបងៗទាំងអស់គ្នាអាចប្រើនៅលើ CapCut ផ្ទាល់បានហ្មងដែលយើងអាចចាំបាច់ចូលទៅក្នុងកម្មវិធីផ្សេងទេយើងចូលទៅក្នុងកម្មវិធី CapCut របស់យើងហើយ add វីដេអូឲ្យមកបងហើយយើងចូលកន្លែង text ដាក់អក្សររបស់យើងចង់ទៅសេអក្សរអីដាក់លើវីដេអូរបស់យើងបងសេមកបន្តមកគឺយើងកែ font អក្សរខ្មែរនេះគឺខ្ញុំបានបង្រៀននៅវីដេអូមុនហើយបងអាចចូលមើលនៅវីដេអូរបស់ខ្ញុំចាស់ៗបានមកបងរកមើលពាក្យថា style កន្លែងនេះបងចង់ដាក់មិនក៏បានដែរប៉ុន្តែខ្ញុំចូលចិត្តដាក់អក្សរកន្លែងនេះ style កន្លែងហ្នឹងមកហើយយើងយក stroke មកដើម្បីដាក់ជុំវិញអក្សរយើងឲ្យឃើញអក្សររបស់យើងកាន់តែផុសចេញមកឃើញច្បាស់អញ្ចឹងបងពីដាក់អាហ្នឹងហើយគឺយើងសេរីទៅបងចង់ដាក់វានៅខាងលើក៏បានខាងក្រោមក៏បានដែរតបមកបងជួយមើលនៅខាងក្រោមហ្នឹងកន្លែងស្ទាយហ្នឹងដែរហើយបងអូសយកមើលពាក្យកន្លែងនេះបងបន្ទាប់ពី shadow ហ្នឹងមកអក្សរ curve នេះបងឃើញហើយវាកន្លែងអក្សរកោងហ្នឹងប្រើបាន free ណាអត់មានគិតលុយអត់មានគិតអីទេហើយបងអាចដាក់កោងចុះក្រោមបែបនេះក៏បានឬក៏កោងលើក៏បានដែរតែប៉ុណ្្នឹងគឺរួចរាល់ហើយបងចង់សេរីដាក់ឲ្យវា under grade គឺបងដាក់តាមហ្នឹងទៅដូចជាខ្ញុំបានបង្ហាញអញ្ចឹងចង់បានដាក់3ឲ្យ80 degree អីក៏បានដែរគឺវាចេញជារង្វង់មូលហ្នឹងហ្មង